accessory ចំនួន3ដែលខ្ញុំត្រូវការនៅពេលដែលខ្ញុំប្រើ laptop ចាចំពោះអីវ៉ាន់ទី1គឺម៉ៅប្រភេទឥតខ្សែម៉ៅនេះប្រើបានទាំង wireless និង Bluetooth ហើយជាប្រភេទប្រើថ្មកូនវាងាយស្រួលដោះដូរនៅពេលដែលអស់ថ្មចំពោះខ្ញុំប្រើម៉ៅវាងាយស្រួលប្រើជាង touchpad នៅលើ laptop ចូលដល់អីវ៉ាន់ទី2គឺ keyboard នេះខ្ញុំយកຂະຫນາດ 60% ព្រោះវាងាយស្រួលយកតាមខ្លួន keyboard នេះប្រើបាន3 mode wireless Bluetooth ហើយខ្សែ USB ចំពោះខ្ញុំ keyboard ខ្ពស់វាងាយស្រួលវាយជាងចំពោះអីវ៉ាន់ទី3គឺ laptop stand ដោយសារតែយើងប្រើ laptop យូរដូចជាកាត់វីដេអូអីគឺ laptop នឹងរៀងក្តៅអញ្ចឹងខ្ញុំចង់ប្រហើបវាឲ្យវាមានខ្យល់ចេញចូលអញ្ចឹងអាទី1នេះគឺជាប្រភេទមានកង្ហារដែលយើងប្រើខ្សែដូច USB ដល់ពី laptop ចូលមកកាន់អា cooling pad នឹងហើយវាក៏មានអា series level ខ្ពស់ទៀតទៅតាមតម្រូវការយើងដែរតែរូបរាងវារៀងធំតិចចឹងបើយើងយកតាមខ្លួនរៀងពិបាកតែបើប្រើនៅផ្ទះគឺអូខេហ្មងតែបើអ្នកទាំងអស់គ្នាចង់យកតាមខ្លួនអាចយកជាប្រភេទ stand មួយនេះបានវាប្រើពី aluminium grade A ហើយមានជ័រ silicone អានេះក៏វាមាន series level ខ្ពស់ទៀតទៅតាមតម្រូវការដែរអញ្ចឹងបើចាប់អារម្មណ៍អាចឆាតមកបាន screenshot មកខ្ញុំប្រាប់តម្លៃ